ai pro hơn na dương pra bội đã ơi chạy dương si phong tay hàng phơi mình đứng phơi mình lư đòn pel anh gây tuần lệ chừng tớp anh phơi mưa khơi pro hơn ngập tao hành mô nơi cho mùi anh tế công số bạc nhóm ơi pro ấy nhóm mình ban đừng mình ban lư thanh nẹt xôm thanh nẹt clear nộp tê chắc nhóm đã sen oi nẹt anh lên trong bàn hơi anh trong bàn hành từ nơi cho mùi anh nó pel nú kế các bạn tao cho bạch ca rồi bỏ phu sơn rồi có thôi oi phu sơn phơi rồi hốt vào xin lót bắt từ nâu non sông cung khai dương cứ tênแต่មានជំនឿទៅលើខ្មោចអរុអរិយអ្នកតាតាំងពីដូនតារហូតមកដល់សព្វថ្ងៃនៅថ្ងៃមួយពូសឿនដែលជាអ្នករស់នៅខេត្តឆ្ងាយគាត់បានធ្វើដំណើរមកលេងផ្ទះមិត្តភ័ក្តិរបស់គាត់នៅក្នុងខេត្តសៀមរាបគ្រាន់តែមកដល់ភ្លាមអ្នកគ្រប់គ្នាបានទទួលរាក់ទាក់ពូសឿនយ៉ាងកក់ក្ដៅព្រោះថាពួកគេបានបែកគ្នាអស់ជាច្រើនឆ្នាំមកហើយនិយាយអញ្ចឹងតើរាល់ថ្ងៃឯងសុខសប្បាយឬអត់ហើយប្រពន្ធកូនមិនមានឃើញមកជាមួយអញ្ចឹងហើយឪពុកម្ដាយពួកគាត់យ៉ាងម៉េចហើយប្រពន្ធគ្នាគឺគេមិនបានមកជាមួយទេនាងជាប់រវល់ធ្វើការជាគ្រូបង្រៀនអញ្ចឹងហើយនាងមិនសូវមានពេលទំនេរទេមិនមែនថាគ្នាមិនបបួលនាងឲ្យមកជាមួយគ្នានោះទេគឺគ្នាបានបបួលនាងមកហើយតែនាងថានាងជាប់រវល់សុំគេសម្រាប់មិនបានទេនាងថាចាំលើកក្រោយមានពេលចាំនាងមកឲ្យបានម្ដងមិនអីទេធ្វើម៉េចបើគ្នារវល់ហើយនិយាយអញ្ចឹងតើឯងមកលេងគ្នាបានប៉ុន្មានថ្ងៃដែរបើបានជាមកទៅហើយនៅលេងទីនេះឲ្យបានយូរបន្តិចទៅកុំប្រញាប់អីព្រោះអីនៅក្នុងភូមិគ្នាចាប់ពីយប់នេះទៅគឺមានរៀបចំពិធីបុណ្យភូមិមួយយ៉ាងធំហើយមានភូមិរហូតដល់ទៅ3ឯណោះដែលបានចូលរួមចាំគ្នាជូនឯងទៅដើរលេងឲ្យបានម្ដងមានអីគ្នាគិតថាមកលេងទីនេះឲ្យបានមួយយប់ពីរយប់ព្រោះអីគ្នាក៏មិនមានការរវល់អីទេនៅពេលយប់ពួកគេក៏បានទៅអង្គុយផឹកទឹកត្នោតជូរនៅនឹងកូនរោងមួយដែលនៅមិនឆ្ងាយពីកន្លែងដែលអ្នកភូមិបានប្រារព្ធពិធីបុណ្យភូមិពួកគេបាននាំគ្នាផឹកស៊ីនិយាយសើចលេងយ៉ាងសប្បាយចំណែកឯពូសឿនគាត់មិនសូវពូកែផឹកនោះទេគាត់គ្រាន់តែបានអង្គុយនិយាយលេងសើចជាមួយនឹងអ្នកភូមិដែលនៅទីនោះកំពុងតែអង្គុយសក់ពូសឿនក៏បានក្រឡេកទៅចំនឹងដើមឈើធំមួយដើមដែលដុះនៅឆ្ងាយពីទីនោះពោះសំនិងព្រមទាំងបានឃើញបុរសម្នាក់បានដើរសំដៅទៅទីនោះតែមិនមានឃើញក្បាលនោះទេគាត់ក៏បានយកដៃញីភ្នែករួចក៏និយាយថាអាម៉ាក់គ្នាសួរមួយបានអត់តើឯងចង់សួរអីនៅក្នុងភូមិនេះគ្នាដឹងគ្នាស្គាល់ទាំងអស់មានអីគឺគ្នាចង់ដឹងថានៅទីនោះមានមនុស្សគេរស់នៅឬអត់ត្រង់ណានោះនៅត្រង់នោះនៅត្រង់កន្លែងដែលមានដើមឈើធំនោះតើឯងបានឃើញអីមែនអមាញ់គ្នាបានឃើញមនុស្សម្នាក់បានដើរនៅត្រង់នោះតែមានឃើញក្បាលនោះទេតែគ្នាគិតតែគ្នាស្រវាងភ្នែកបានជាគ្នាសួរថានៅទីនោះមានមនុស្សរស់នៅឬអត់ព្រោះអីគ្នាមិនមែនជាអ្នកភូមិនេះគ្នាមិនសូវដឹងនោះទេអ្នកគ្រប់គ្នាក៏បានមើលមុខគ្នាបន្តិចរួចពូសឿនក៏បាននិយាយតបថាមិនអីទេអ្នកភូមិគេដើរកាត់ទីនោះទេផឹកទៅកុំទៅខ្វល់ច្រើនអីដោយមិនបានខ្វល់ច្រើនពូសឿនក៏បានអង្គុយនិយាយគ្នាលេងបន្តរហូតដល់ម៉ោង11យប់រំពេចនោះពូសឿនក៏ស្រាប់តែបានឃើញបុរសម្នាក់នោះម្ដងទៀតមកលើកនេះគេបានដើរយកក្បាលរបស់គេអណ្ដាតធ្លាក់មកដល់ដីខ្លួនប្រានប្រឡាក់សិតតែឈាមបានដើរសំដៅមករកគាត់រំពេចនោះពូសឿនក៏បានស្រែកឡើងថា
ខ្មោចម៉ែអើយជួយកូនផងម៉ែអើយជួយកូនផងខ្ញុំខ្លាចហើយពេលនោះក៏មានបុរសម្នាក់បានសួរទៅកាន់ពូសឿនថាមួយតើក្មួយកើតអីក្មួយបានឃើញអីមែនធ្វើចិត្តឲ្យធម្មតាទៅវាមិនអីទេបានពូខ្ញុំពិតជាឃើញមែនគឺខ្ញុំឃើញមិនបាច់និយាយទេពូដឹងហើយក្មួយឯងរះសៃដាក់អញ្ចឹងហើយក្រឡេកទៅណាក៏ឃើញគេដែរនេះក៏មកពីយើងធ្លាប់បានសាងកុសលផលកម្មជាមួយគ្នាទៅបានជាគេឲ្យយើងមើលឃើញបើបានជាឃើញអញ្ចឹងហើយគឺយើងមានតែខំធ្វើបុណ្យបញ្ជូនកុសលឲ្យគេទេក្មួយអើយទៅបានឲ្យគេចាប់បានរួចផុតទុក្ខពីផលកម្មពិតមែនហើយក្មួយមកពីក្មួយព្រះសីដាក់បានជាគេឲ្យឃើញខំធ្វើបុណ្យឲ្យតែច្រើនទៅក្មួយទៅផលបុណ្យទាំងអស់នោះមកជួយគុំគ្រងយើងមិនឲ្យមានអ្វីមកបៀតបៀនបានហើយអំបញ្ញមួយឯងមើលទៅដើមឈើធំមួយដែលដុះនៅទីនោះមែនបាទពូទីនោះហើយអើយពួកវាលេងតែអញ្ចឹងឯងឲ្យតែឃើញមានមនុស្សផ្លែកមុខមកគឺពួកវាតែងតែឲ្យឃើញហើយបើសម្រាប់អ្នកភូមិនេះគឺវាជារឿងធម្មតាទៅហើយពួកវានេះកម្មក្រាស់ណាស់កាលនៅរស់វាដើរតែលួចរបស់បងមុនឆ្កែរបស់អ្នកភូមិទេមួយថ្ងៃមិនគិតខំរកស៊ីអីទេគិតតែដើរផឹកស៊ីបង្កតែអសន្តិសុខក្នុងសង្គមនៅយប់មួយណាពួកវាបានទៅអង្គុយផឹកនៅនឹងខ្ទមតូចមួយដែលនៅខាងក្រោមដើមឈើធំនោះឯងទាំងមេឃកំពុងតែភ្លៀងនៅយប់នោះណាមាននរណាម្នាក់នៅសល់ទេក្មួយអើយគឺពួកគេត្រូវបានរន្ទះបាញ់ស្លាប់ទាំងអស់ខ្លាចជាខ្មោចតៃហោងនៅយ៉ាំកន្លែងនោះឯងក្មួយដឹងអត់កាលដែលពួកវាស្លាប់ដំបូងអ្នកភូមិគ្មាននរណាម្នាក់រស់នៅបានស្រួលឡើយឲ្យតែប្រឡប់មិនទាន់នោះទេសំលេងឆ្កែលូឲ្យត្រហឹងពេញភូមិប្រលឹងពួកវាបានដើរកោះទ្វារផ្ទះអ្នកភូមិគ្រប់គ្នាដើម្បីរកស្រាផឹកទៀតផងដល់មានរឿងអញ្ចឹងកើតឡើងអ្នកភូមិក៏សម្រេចចិត្តនាំគ្នាទៅនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំនៅកន្លែងនោះនិងនៅក្នុងភូមិទៅព្រឹងរាវវាបានស្ងប់ស្ងាត់មករហូតដល់បច្ចុប្បន្នប៉ុន្តែខ្មោចទាំងអស់នោះវាមិនបានទៅណាឆ្ងាយទេគឺវានៅរងកម្មនៅកន្លែងនោះឯងបើរាប់ចាប់តាំងពីថ្ងៃកើតហេតុមកគឺវាជិត30ឆ្នាំទៅហើយក្មួយអើយនៅយប់បន្ទាប់ដែលជាយប់ចុងក្រោយនៃកម្មពិធីបុណ្យភូមិពូសឿនក៏បានទៅដើរលេងនឹងគេម្ដងទៀតដោយហេតុតែឃ្លាននិងមិនបានហូបអីកាលពីល្ងាចផងនោះពូសឿនក៏បានទិញមាន់អាំងមួយយ៉ាងធំរួចក៏បានដើរទៅឈរមើលគេរាំលេងនៅនឹងក្បែរដើមឈើធំមួយដើមទាំងដៃបំរុងតែបេះសាច់មាន់យកមកហូបទៅហើយក៏ស្រាប់តែឮសំឡេងមួយបាននិយាយខ្សឹបថាដាក់អីចេះអញស៊ីផងតែពូសឿនគាត់មិនបានចាប់អារម្មណ៍នោះទេព្រោះអីនៅទីនោះមានមនុស្សច្រើនណាស់មិនដឹងថាជាអ្នកណានិយាយស្អីខ្លះនោះទេរំពេចនោះសំឡេងនោះក៏បានឮម្ដងទៀតដាក់ស្អីជាអញស៊ីផងប្រហើនណាស់អញប្រាប់ឲ្យដាក់អីជាអញស៊ីផងវានៅធ្វើមិនដឹងមិនឮទៀតចង់ងាប់មែនតែពូសឿនគាត់ក៏មិនបានដឹងមិនបានឮនោះទេដៃបំរុងតែយកសាច់មាន់មកដាក់ក្នុងមាត់ទៅហើយក៏ស្រាប់តែដូចជាមានអ្វីមួយមកវាយទម្លាក់អញ្ចឹងតែពេលដែលគេក្រឡេកមើលទៅក្បែរគល់ឈើគេក៏បានឃើញរូបរាងស្ត្រីចំណាស់ម្នាក់សក់វែងទម្លាក់គ្រប់មុខហើយមនុស្សម្នាក់ដែលធ្លាប់តែនៅក្បែរគេក៏ស្រាប់តែបាត់ទៅណាអស់មិនដឹងដូចជាគេនៅកន្លែងណាមួយផ្សេងទៀតអញ្ចឹងឯងប្រហ៊ានណាស់យើងប្រាប់ឲ្យដាក់អីចាក់យើងស៊ីផងតែហែងធ្វើមិនដឹងធ្វើមិនឮដល់ពេលអញនិយាយទម្លាក់អញ្ចឹងទៅឯងធ្វើមើលឃើញអាប្រហ៊ានងឹបទៅឯងមកនៅជាមួយអញទេកុំធ្វើបាបខ្ញុំអីព្រោះអីខ្ញុំមិនបានដឹងមិនបានឮថាអ្នកសុំថាអ្នកឃ្លាននោះទេចាំខ្ញុំដាក់សែនឲ្យអ្នកអញលេងចង់បានហើយ
anh chẳngបានហែងទៅនៅជាមួយអញនៅពេលនោះគេក៏បានទៅច្របាច់ករបស់ពូសឿនរួចក៏ធ្វើឲ្យពូសឿនភ័យរហូតដល់សម្លាប់បាត់ទៅលុះព្រឹកឡើងពូសឿនគាត់កំពុងតែដេកនៅក្នុងកុដិរបស់លោកតាចៅអធិការវត្តនិងព្រមទាំងមានឮសំឡេងជជែកគ្នាជាច្រើននៅទីនោះញោមក្រក់ឡើងភ្លឺហើយញោមលេងអីហើយលោកអោជួយរួចរាល់ហើយអស់អីហើយតើខ្ញុំមកដេកទីនេះបានដោយរបៀបណាតើខ្ញុំកើតអីមែនទេយប់មិញណាពួកអ្នកភូមិបានឃើញចៅឯងនៅសក់ក៏ស្រាប់តែយកដៃទាំងពីរទៅច្របាច់កខ្លួនឯងរួចចៅឯងក៏ដួលសន្លប់បាត់ទៅអ្នកភូមិខំដាចៅឯងយ៉ាងណាក៏នៅតែមិនភ្ញាក់ដល់ឃើញបែបនេះពួកគេក៏បាននាំចៅមកទីនេះឲ្យលោកឪជួយមើលដល់ពេលដែលបានដឹងរឿងរ៉ាវហើយពូសឿនគាត់ពិតជាភ័យខ្លាចខ្លាំងណាស់ហើយគាត់ក៏បានអរគុណអ្នកភូមិនិងលោកឪចៅអធិការវត្តដែលបានជួយស្រោចស្រង់ជីវិតរបស់គេលុះរៀងថ្ងៃរសៀលបន្តិចគាត់ក៏មិនបាននៅយូរទៀតដែរគាត់ក៏បានសុំលាអ្នកគ្រប់គ្នាត្រឡប់ទៅផ្ទះវិញ